សួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំបានយកពាក្យមួយចំនួនដែលយើងអាសាប្រើប្រាស់មកចែករំលែកជាមួយអ្នកទាំងអស់គ្នាហើយបើសិនជាទាំងអស់គ្នាដែលមិនទាន់បានចេះយើងអាចកត់ចម្លងវាទុកឬក៏ share ទុកដើម្បីមើលថ្ងៃក្រោយដើម្បីជាប្រយោជន៍ហើយបើសិនតែគិតថាវីដេអូនៅមេរៀនខ្ញុំមានប្រយោជន៍អាចជួយចុច subscribe ម្នាក់មួយបាទអញ្ចឹងឥឡូវយើងកុំឲ្យខាត់ពេកយើងចាប់ផ្ដើមអានទាំងអស់គ្នាហើយនឹងរៀនមុខប្រែនឹងអញ្ចឹងពាក្យដំបូងគេនេះគឺយើងអានថា很抱歉很抱歉អានម្ដងទៀត很抱歉សូមអភ័យទោសនឹងអញ្ចឹងការដែលយើងធ្វើខុសអីមួយអញ្ចឹងយើងសូមអភ័យទោសពីគេយើងអាចនិយាយបានណា很抱歉បាទឥឡូវយើងសូមអភ័យទោសខ្ញុំមកយឺតអញ្ចឹងណា很抱歉我迟到了អញ្ចឹងក៏បានដែរហ្នឹងតោះពាក្យទី2នេះយើងអានថា问题不大问题不大ហ្នឹង问题不大ប្រហែលបញ្ហាមិនធំទេចឹង问题នេះគឺប្រហែលបញ្ហា不大មិនធំទេចឹងកន្លែងពូនេះគឺបែរសំឡេងវាប្រែប្រួលទៅដោយសារពីក្រោយវាសំឡេងទី4ចឹងកន្លែងនេះយើងអានសំឡេងទី2វិញបើធម្មតាយើងអានសំឡេងទី4ដែរចឹងណាហ្នឹងអានម្ដងទៀត问题不大បញ្ហាមិនធំទេតោះឥឡូវយើងមើលទី3不是这样ម្ដងទៀត不是这样ឬក៏ជាដាក់តពីក្រោយទៀតក៏បានដែរ不是这样的មិនមែនចឹងទេអញ្ចឹងជួនកាលរឿងខ្លះគេនិយាយទៅខុសពីការយើងចង់និយាយប្រាប់គេនិយាយទៅខុសយើងប្រើមិនមែនចឹងទេនឹង不是这样子的ឬក៏បើមិនមែនធ្វើអញ្ចឹងទេយើងអាចដាក់ជក់ពីក្រោយមក不是这样做的មិនធ្វើអញ្ចឹងទេណាយើងអាចថែមពាក្យជក់ពីក្រោយហ្នឹងជក់ធ្វើហ្នឹងថែមពីក្រោយមកយើងអាចថែមបានពាក្យមួយទៀតដែរចាអានទៀត不是这样的មិនមែនអញ្ចឹងទេហ្នឹងតោះឥឡូវយើងមកមើលប្រយោគទី4នេះយើងអានថា我先走了我先走了ថាខ្ញុំទៅមុនសិនហើយដល់ឥឡូវយើងទៅផ្ទះមុនឬក៏ទៅចេញទៅធ្វើការមុនអីចឹងណាអញ្ចឹងយើងអាសាប្រើពាក្យហ្នឹងមែនតើ我先走了我先走了អញ្ចឹងឬ我走了ក៏បានដែរអញ្ចឹងអញ្ចឹងយើងមិនដាក់សៀនក៏បានដែរណាអញ្ចឹងតាមទៅជាស្ដែង我ហ្នឹងខ្ញុំសៀនហ្នឹងមុនសិនចូលហ្នឹងគឺដើរអញ្ចឹងពេលនេះយើងប្រើទៅហ្នឹង我先走了ខ្ញុំទៅមុនសិនហើយឬក៏ខ្ញុំទៅសិនហើយក៏បានដែរណាចាឥឡូវយើងមកមើលប្រយោគក្រោមទៀតអស់វាឡើងលើទីសិនអញ្ចឹងប្រយោគនេះយើងអានថាប្រយោគទី5នេះយើងអានថា等到什么时候等到什么时候等到什么时候តើរងចាំដល់ពេលណាតើឥឡូវយើងមើលពាក្យ等到ចាំដល់等到នោះគឺចាំដល់ពេល什么时候ពេលណា什么时候ពេលណាដល់ពេល等到什么时候ចាំដល់ពេលណាណាអញ្ចឹងយើងបូកពាក្យចូលគ្នា等បើពាក្យ等មិនប្រចាំ等一下ចាំបន្តិចអញ្ចឹងណាដល់ពេល等到ចាំដល់什么អ្វី时候ពេលវេលាចឹងបើ什么时候យើងអាចប្រែតាមត្រង់វាពេលអ្វីអញ្ចឹងយើងអាចប្រើពេលណាអញ្ចឹង等到什么时候ចាំដល់ពេលណាឥឡូវចាំដល់ពេលណាទើបចេញដំណើរអញ្ចឹងណា等到什么时候才出发នឹងតែចាំដល់ពេលណាទៅចេញដំណើរអញ្ចឹងយើងអាចដាក់គេសព្ទពីក្រោយបានហ្នឹងតោះឥឡូវយើងមើលប្រយោគទី6នេះយើងអានថា行不行行不行行不行បានឬមិនបានឬក៏យើងនិយាយខ្លីបានអត់ហ្នឹង行不行បានអត់បើយើងឆ្លើយអាហ្នឹងគេសួរច្បាស់ជាមានចម្លើយមានពីរកើតបានឬក៏មិនបានហ្នឹងហើយបើថាបានយើងឆ្លើយ行បានហ្នឹងបើមិនបានទេយើងអាចឆ្លើយថា不行មិនបានទេហ្នឹងតោះឥឡូវពាក្យទី7ចុងក្រោយនេះគឺយើងអានថា希望如此នឹងទៀត希望如此សង្ឃឹមថាដូចនេះចុះហ្នឹងម្ដងទៀត希望如此
ចឹងឥឡូវយើងមើលពាក្យ希望នោះគឺសង្ឃឹម如此ហ្នឹងគឺដូចនេះឬក៏បែបនេះណាចឹងយើងបូកចូលគ្នា希望如此សង្ឃឹមថាដូចនេះចុះឬក៏សង្ឃឹមថាបែបនេះចុះហ្នឹងហើយចឹងថ្ងៃនេះពាក្យចំនួន7ដែលខ្ញុំមកចែករំលែកជាមួយអ្នកទាំងអស់គ្នាហើយប្រយោគហ្នឹងគឺអាសាប្រើប្រាស់បើសិនទាំងអស់គ្នាមិនទាន់ចេះអាចកត់ទុកណាចឹងអរគុណច្រើនហើយយើងនឹងជួបគ្នាក្នុងវីដេអូក្រោយៗបន្ថែមទៀតបាយបាយ